សួស្តីលោកតាលោកយាយនិងបងប្អូនជាទីស្រឡាញ់ប្រសិនបើថ្ងៃនេះខ្ញុំសួរលោកតាលោកយាយនិងបងប្អូននៅសំណួរដ៏សាមញ្ញមួយថាតើអ្វីដែលកំពុងបំផ្លាញសរសៃឈាមរបស់យើងដោយស្ងៀមស្ងាត់ជារៀងរាល់ថ្ងៃមនុស្សជាច្រើននឹងឆ្លើយភ្លាមថាគឺស្ករខ្លះទៀតថាគឺខ្លាញ់ហើយខ្លះទៀតយល់ថាមកពីចាស់ទៅហើយគឺត្រូវតែទទួលយកបែបនឹងប៉ុន្តែការពិតគឺមនុស្សជាច្រើនញ៉ាំអាហារដោយប្រយ័ត្នប្រយែងបំផុតតមទាំងស្ករតមទាំងខ្លាញ់ប៉ុន្តែបេះដូងនៅតែខ្សោយទៅសរសៃឈាមនៅតែរឹងលើសឈាមនិងកើតមានគ្រោះថ្នាក់សរសៃឈាមខួរក្បាលដាច់សរសៃឈាមដោយនឹកស្មានមិនដល់បញ្ហានៅត្រង់ថាយើងប្រហែលជាកំពុងជៀសវាងខុសមុខសញ្ញាហើយជឿជាក់ឮរបស់ម្យ៉ាងដែលគេផ្សព្វផ្សាយថាល្អសម្រាប់បេះដូងជាច្រើនឆ្នាំកន្លងមកនេះអ្វីដែលគ្រោះថ្នាក់បំផុតនៃជំងឺបេះដូងមិនមែនវាមកលឿននោះទេប៉ុន្តែវាមកយឺតស្ងៀមស្ងាត់មិនឈឺចាប់និងមិនមានសញ្ញាប្រាប់មុនឡើយហើយនៅក្នុងវីដេអូថ្ងៃនេះមេរៀនជីវិតចង់ចែករំលែកជាមួយលោកតាលោកយាយនិងបងប្អូនអំពីកត្តាមួយដែលបង្កឲ្យរលាកសរសៃឈាមយ៉ាងខ្លាំងក្លាដែលមានវត្តមានស្ទើរតែគ្រប់ផ្ទះបាយរបស់គ្រួសារនីមួយៗសូម្បីតែគ្រួសារដែលគិតថាខ្លួនឯងកំពុងញ៉ាំអាហារសុខភាពក៏ដោយប្រសិនបើលោកតាលោកយាយនិងបងប្អូនកំពុងតែមានអាយុលើសពី50ឆ្នាំមានជាតិខ្លាញ់ក្នុងឈាមលើសឈាមឬគ្រាន់តែចង់ការពារបេះដូងសម្រាប់10ទៅ20ឆ្នាំខាងមុខសូមមេត្តាស្ដាប់វីដេអូនេះឲ្យចប់ព្រោះគ្រាន់តែផ្លាស់ប្ដូរទម្លាប់តូចមួយជារៀងរាល់ថ្ងៃលោកតាលោកយាយនិងបងប្អូនអាចកាត់បន្ថយហានិភ័យជំងឺបេះដូងបានយ៉ាងច្រើននៅថ្ងៃអនាគតចុះអ្វីទៅជាសត្រូវពិតប្រាកដដែលកំពុងលបលួចវាយប្រហារសរសៃឈាមយើងយ៉ាងស្ងៀមស្ងាត់នោះដើម្បីជ្រាបច្បាស់យើងត្រូវរួមគ្នាដោះស្រាយអត្ថកម្បាំងដំបូងទាបង្អស់សត្រូវពិតប្រាកដនៃបេះដូងមិនមែនមានតែស្ករដូចដែលយើងធ្លាប់គិតនោះទេផ្នែកទី1សត្រូវពិតប្រាកដនៃបេះដូងមិនមែនមានតែស្ករនោះទេភាគច្រើននៃយើងនៅពេលរំលឹកដល់ជំងឺបេះដូងតែងតែគិតដល់ជនដៃដល់គឺស្ករមែនទេយើងដឹងថាស្ករធ្វើឲ្យឡើងទម្ងន់នាំឲ្យកើតជំងឺទឹកនោមផ្អែមនិងបំផ្លាញសរសៃឈាមដោយស្ងៀមស្ងាត់រឿងនោះគឺត្រឹមត្រូវទាំងស្រុងប៉ុន្តែប្រសិនបើមេរៀនជីវិតប្រាប់បងប្អូនថាមានសត្រូវផ្សេងទៀតនៃបេះដូងទោះបីវាមិនមែនជាស្ករប៉ុន្តែកម្រិតគ្រោះថ្នាក់របស់វាគួរឲ្យខ្លាចជាងអ្វីដែលយើងធ្លាប់ចាត់ទុកថាជាបិសាចអាហារកន្លងមកទៅទៀតតើបងប្អូនជឿទេកាលពីមុនខ្ញុំបានចែករំលែកច្រើនអំពីខ្លាញ់បំប្លែង trans fat នេះជាប្រភេទខ្លាញ់ដែលមនុស្សបង្កើតឡើងមានច្រើនក្នុងនំចំណីអាហារបំពងនិងអាហារកំប៉ុងវាពិតជាថ្នាំពុលសម្រាប់ប្រព័ន្ធបេះដូងទោះជាយ៉ាងណាក៏ដោយដំណឹងល្អគឺសពថ្ងៃនេះប្រភេទខ្លាញ់នេះត្រូវបានរឹតបន្ថយឬហាមឃាត់នៅក្នុងប្រទេសជាច្រើនមានន័យថាវាមិនមែនជារបស់ដែលយើងចៃដន្យញ៉ាំចូលក្នុងខ្លួននៅក្នុងបរិមាណច្រើនជារៀងរាល់ថ្ងៃដោយមុនទៀតទេចុះបើមិនមែនស្ករហើយក៏មិនមែនខ្លាញ់បំប្លែងទៀតតើអ្វីទៅជាឃាតករលាក់មុខពិតប្រាកដនៅសម័យកាលនេះដូច្នេះប្រសិនបើស្ករមិនមែនជាជនដៃដល់តែមួយគត់ហើយខ្លាញ់បំប្លែងក៏ត្រូវបានកាត់បន្ថយទៅហើយនោះសំណួរធំបំផុតគឺតើអ្វីកំពុងជំនួសកន្លែងវានៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងផ្នែកទី2ភ្នាក់ងារបង្កការរលាករ៉ាំរ៉ៃនៅក្នុងសរសៃឈាមអាតែដូច្នេះសំណួរដែលត្រូវសួរគឺប្រសិនបើដកខ្លាញ់បំប្លែងចេញពីការប្រកួតតើអ្វីដែលកំពុងឈរនៅលេខរៀងទី1ក្នុងការបំផ្លាញសរសៃឈាមរបស់យើងរបស់នេះមិនមែនជារបស់កម្រនោះទេផ្ទុយទៅវិញវាមានវត្តមានជារៀងរាល់ថ្ងៃក្នុងរាល់ពេលបាយតាំងពីផ្ទះបាយក្នុងគ្រួសាររហូតដល់ហាងបាយតាមចិញ្ចើមថ្នល់ជាពិសេសគឺនៅក្នុងអាហារដែលឆ្លងកាត់ការកែច្នៃអ្វីដែលគួរនិយាយនៅទីនេះគឺអ្វីគឺអត្រានៃការញ៉ាំអាហារកែច្នៃកើនឡើងប៉ុណ្ណាអត្រានៃជំងឺបេះដូងក៏កើនឡើងប៉ុណ្ណោះដែរគូទាំងពីរនេះស្ទើរតែដើរទន្ទឹមគ្នាអាហារប្រភេទនេះគឺជាភ្នាក់ងារបង្កឲ្យមានស្ថានភាពរលាកយ៉ាងខ្លាំងក្លានៅក្នុងសរសៃឈាមអាតែប៉ុន្តែសូមបញ្ជាក់ថានេះមិនមែនជាការរលាកបែបឆៅឡោដែលធ្វើឲ្យលោកតាលោកយាយនិងបងប្អូនឈឺចាប់រហូតដឹងភ្លាមនោះទេវាគឺជាប្រភេទការរលាករ៉ាំរ៉ៃ
អូបន្លាយម្ដងហើយម្ដងទៀតពីខែនេះទៅខែនោះភាពស្ងៀមស្ងាត់នេះហើយគឺជាអ្វីដែលគ្រោះថ្នាក់បំផុតព្រោះវាធ្វើឲ្យខូចខាតស្រទាប់ខាងក្នុងនៃជញ្ជាំងសរសៃឈាមជាបន្តបន្ទាប់យន្តការសំខាន់នៅទីនេះគឺទាក់ទងនឹងបាតុភូតមួយហៅថា LDL ឬបានអុកស៊ីកម្មពន្យល់ឲ្យច្បាស់ដើម្បីឲ្យបងប្អូនយល់តាមពិតទៅ LDL ដែលយើងច្រើនហៅថាខ្លាញ់អាក្រក់វាមិនមែនអាក្រក់ទាំងស្រុងនោះទេវាមានគ្រោះថ្នាក់ពិតប្រាកដនៅពេលដែលវាត្រូវបានបំផ្លែងនៅពេល LDL ត្រូវបានអុកស៊ីកម្មវានឹងជ្រាបចូលទៅក្នុងស្រទាប់ជញ្ជាំងសរសៃឈាមអាទែបង្កការរមាស់និងធ្វើឲ្យប្រព័ន្ធការពាររាងកាយមានប្រតិកម្មខ្លាំងជ្រុលរហូតបង្កើតបានជាបន្ទាក់ខ្លាញ់កកការរលាករ៉ាំរ៉ៃនេះមិនឈប់ត្រឹមតែការរមាស់ឬការខូចខាតតូចៗនោះទេប្រសិនបើវាបន្តយូរទៅវានឹងនាំឲ្យមានផលវិបាកធ្ងន់ធ្ងរជាងនេះដែលមនុស្សភាគច្រើនមិនបាននឹកស្មានដល់ផ្នែកទី3បន្ទាក់ខ្លាញ់កកការដាច់សរសៃឈាមនិងអន្ទាក់សុខភាពដ៏គ្រោះថ្នាក់ពីទីនោះមកខ្សែសង្វាក់នៃប្រតិកម្មខូចខាតជាបន្តបន្ទាប់នឹងចាប់ផ្ដើមកើតឡើងលោកតាលោកយាយនិងបងប្អូនសូមស្រមៃបែបនេះសរសៃឈាមអាទែរបស់យើងប្រៀបដូចជាផ្លូវដ៏រលោងស្អាតមួយប៉ុន្តែនៅពេលដែលត្រូវគេធ្វើបាបឥតឈប់ឈរផ្លូវនោះនឹងលេចចេញនៅស្នាមប្រេះតូចៗពេលនេះរាងកាយរបស់យើងនឹងឆ្លើយតបដោយការព្យាយាមប៉ះពាល់ញីស្នាមប្រេះទាំងនោះដោយប្រូតេអ៊ីននិងកូលេស្តេរ៉ុលទោះជាយ៉ាងណាក៏ដោយប្រសិនបើការរំខាននេះមិនដែលឈប់ឈរវាកើតឡើងមួយថ្ងៃហើយមួយថ្ងៃទៀតមួយខែហើយមួយខែទៀតដំណើរការប៉ះពាល់នេះនឹងคล้ายទៅជាមិនពេញលេញនិងច្របូកច្របល់រហូតចុងក្រោយបង្កើតបានជាបន្ទាក់ខ្លាញ់កកនៅពេលដែលបន្ទាក់ទាំងនេះបែកចេញវានឹងបង្កើតជាកំណកឈាមបង្កឲ្យមានការស្ទះនាំឲ្យកើតជំងឺគាំងបេះដូងឬដាច់សរសៃឈាមខួរក្បាលមិនត្រឹមតែប៉ុណ្ណោះអាហារប្រភេទនេះក៏មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរោគសញ្ញា Metabolism ដែលជាបញ្ហាដ៏សាមញ្ញនៅពេលបច្ចុប្បន្ននោះគឺស្ថានភាពលើសខ្លាញ់ក្បាត់ពោះជាតិស្ករក្នុងឈាមឡើងខ្ពស់វិបត្តិជាតិខ្លាញ់ក្នុងឈាមឬកម្រិតអាំងស៊ូលីនខ្ពស់ដែលនាំឲ្យស៊ាំនឹងអាំងស៊ូលីនអ្វីដែលខ្ញុំទើបតែរៀបរាប់ខាងលើគឺជាគ្រឹះនៃជំងឺបេះដូងហើយវាមានរឿងដ៏គួរឲ្យហួសចិត្តមួយការសិក្សាជាច្រើនបង្ហាញថានៅពេលញ៉ាំអាហារប្រភេទនេះសន្ទុះកូលេស្តេរ៉ុលសរុបរបស់បងប្អូនអាចនឹងធ្លាក់ចុះដែលធ្វើឲ្យមនុស្សជាច្រើនយល់ច្រឡំថាវាល្អសម្រាប់បេះដូងប៉ុន្តែនៅពេលដែលពិនិត្យមើលឲ្យស៊ីជម្រៅក្នុងតថភាពជាក់ស្ដែងហានិភ័យនៃជំងឺនិងអត្រាមរណភាពដោយសារបេះដូងបែរជាកើនឡើងជារៀងរាល់ថ្ងៃនេះហើយគឺជាអន្ទះដ៏ធំបំផុតចុះតើចុងក្រោយអ្វីដែលមេរៀនជីវិតកំពុងនិយាយដល់នោះគឺជាអ្វីតើអ្វីដែលកំពុងបំផ្លាញសរសៃឈាមអាទែរបស់លោកតាលោកយាយនិងបងប្អូនរាល់ថ្ងៃសូម្បីតែពីបងប្អូនគិតថាខ្លួនឯងកំពុងញ៉ាំអាហារសុខភាពផ្នែកទី4ការពិតអំពីប្រេងគ្រាប់រុក្ខជាតិឧស្សាហកម្មអន្ទាក់ដែលមានឈ្មោះថាប្រេងរុក្ខជាតិតើអ្វីដែលវាមានកម្លាំងបំផ្លាញដ៏ស្ងៀមស្ងាត់បែបនេះដើម្បីដឹងឲ្យច្បាស់សូមលោកតាលោកយាយនិងបងប្អូនមកស្វែងយល់ជាមួយមេរៀនជីវិតឥឡូវនេះអ្នកដែលនៅពីក្រោយការបំផ្លាញសរសៃឈាមរាល់ថ្ងៃគឺប្រេងគ្រាប់រុក្ខជាតិឧស្សាហកម្ម seed oils អ្វីដែលយើងច្រើនតែហៅតាមឈ្មោះដែលស្ដាប់ទៅហាក់ដូចជាមានសុខភាពល្អថាប្រេងរុក្ខជាតិនៅពេលឮពាក្យថារុក្ខជាតិមនុស្សជាច្រើននឹងនឹកឃើញដល់បន្លែបៃតងនឹកដល់ធម្មជាតិហើយគិតថាវាល្អសម្រាប់សុខភាពដោយស្វ័យប្រវត្តិប៉ុន្តែការពិតគឺប្រេងប្រភេទនេះមិនមែនធ្វើចេញពីបន្លែផ្លែឈើនោះទេវាត្រូវបានចម្រាញ់ចេញពីគ្រាប់ធញ្ញជាតិដូចជាពោតសណ្តែកសៀងគ្រាប់ផ្កាឈូករតដំណើរការបង្កើតពួកវាគឺខុសគ្នាទាំងស្រុងពីវិធីសាស្ត្រច្របាច់ប្រេងតាមបែបប្រពៃណីដែលបុព្វបុរសយើងធ្លាប់ធ្វើដើម្បីយកប្រេងចេញពីគ្រាប់ធញ្ញជាតិដ៏ស្ងួតទាំងនេះរោងចក្រត្រូវដុតកម្ដៅពួកវាក្នុងសីតុណ្ហភាពខ្ពស់បំផុតកិនឲ្យម៉ត់រួចប្រើសារធាតុគីមីដូចជា hexane ដើម្បីចម្រាញ់យកប្រេងចេញបន្ទាប់មកវត្ថុរាវនេះបន្តឆ្លងកាត់ការកែច្នៃឧស្សាហកម្មជាច្រើនដំណាក់កាលកម្ចាត់ក្លិនបំបត្តិពណ៌ចម្រាញ់កាកសំណល់លទ្ធផលចុងក្រោយគឺវត្ថុរាវថ្លាឈ្វង់គ្មានក្លិននិងគ្មានរសជាតិប៉ុន្តែបញ្ហាធំបំផុតនៃប្រេងគ្រាប់ឧស្សាហកម្មគឺស្ថិតនៅលើរចនាសម្ព័ន្ធគីមីរបស់វានេះជាប្រភេទខ្លាញ់មិនឆ្អែតចរន្តជាន់ PUFAS ដែលមិនមានស្ថិរភាពតល់តែសោះវាស្រួលនឹងត្រូវអុកស៊ីតកម្មបំផុតនៅពេលប៉ះនឹងសីតុណ្ហភាពខ្ពស់ពន្លឺនិងខ្យល់អាកាសផ្នែកទី5ផលប៉ះពាល់នៃអុកស៊ីតកម្មនៅពេលដែលរាងកាយផ្អូមពីខាងក្នុងគួរឲ្យហួសចិត្តណាស់
ដែលប្រេងប្រភេទនេះបែរជារបស់ដែលគេកំពុងប្រើសម្រាប់បំពងឆាចំអិនក្នុងសីតុណ្ហភាពខ្ពស់ជារៀងរាល់ថ្ងៃតាមពិតទៅសូម្បីតែមុនពេលបងប្អូនបើកម្របដបប្រេងនេះត្រូវបានអុកស៊ីតកាំរត់ជាស្រេចនៅក្នុងដំណើរការផលិតបាត់ទៅហើយនៅពេលចូលទៅក្នុងរាងកាយវានៅតែបន្តបង្កឲ្យមានបាតុភូតហៅថា lipid peroxidation និយាយឲ្យងាយយល់គឺវាជាស្ថានភាពដែលជាតិខ្លាញ់ត្រីផ្អូមនៅខាងក្នុងកោសិការបស់បងប្អូនតែម្ដងដំណើរការនេះបង្កើតបានជាសារធាតុពុលបង្កការរលាកនិងបំផ្លាញភ្នាសកោសិកាគ្រប់ទីកន្លែងតាំងពីសរសៃឈាមអាក់ទែខួរក្បាលរហូតដល់ស្រទាប់ភ្នែកមិនត្រឹមតែឈប់ត្រឹមបេះដូងនោះទេកោសិកាដែលងាយរងគ្រោះដូចជាខួរក្បាលនិងភ្នែកក៏រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដែរនេះហើយជាមូលហេតុដែលស្ថានភាពរលាករ៉ាំរ៉ៃការថយចុះការចងចាំឬការចុះខ្សោយនៃប្រព័ន្ធប្រសាទកំពុងតែកើតមានលើមនុស្សដែលមានវ័យកាន់តែក្មេងទៅមានរឿងមួយយ៉ាងដែលធ្វើឲ្យមនុស្សជាច្រើនមានការភ័ន្តច្រឡំការសិក្សាបង្ហាញថាប្រេងគ្រាប់ឧស្សាហកម្មអាចកាត់បន្ថយកូលេស្តេរ៉ុលក្នុងឈាមប៉ុន្តែសូមចងចាំថាការបន្ថយកូលេស្តេរ៉ុលមិនមានន័យថាការពារបេះដូងនោះទេទិន្នន័យជាក់ស្ដែងជាច្រើនបង្ហាញថាទោះបីជាសន្ទុះកូលេស្តេរ៉ុលថយចុះប៉ុន្តែហានិភ័យនៃជំងឺគាំងបេះដូងនិងអត្រាមរណភាពនៅតែមិនថយចុះសូម្បីតែបន្តិចថែមទាំងកើនឡើងទៀតផងបញ្ហាស្នូលនៃទីនេះគឺកូលេស្តេរ៉ុលមិនមែនជាជនដៃដល់ចម្បងឡើយគឺស្ថានភាពរលាកនិងដំណើរការអុកស៊ីតកម្មទៅវិញទេដែលជាឫសគល់នៃរាល់បញ្ហាហើយប្រេងគ្រាប់ឧស្សាហកម្មគឺជាភ្នាក់ងារបង្កការរលាកខ្លាំងបំផុតនៅក្នុងរបបអាហារសម័យថ្មីនៅស្រុកយើងប្រេងប្រភេទនេះមានវត្តមានគ្រប់ទីកន្លែងចាប់ពីប្រេងឆាតម្លៃថោកហាងបាយសាមញ្ញអាហារបំពងតាមចិញ្ចើមថ្នល់អាហាររហ័សរហូតដល់ទឹកជ្រក់ម៉ាយ៉ូណេសឬនំកញ្ចប់សូម្បីតែពេលបងប្អូនធ្វើម្ហូបញ៉ាំនៅផ្ទះខ្លួនឯងក៏បងប្អូនកំពុងញ៉ាំវាជារៀងរាល់ថ្ងៃដោយមិនដឹងខ្លួនដែរបងប្អូនសាក់រត់ទៅផ្ទះបាយឥឡូវនេះហើយពិនិត្យមើលតើដបប្រេងឆានៅផ្ទះបងប្អូនជាប្រភេទប្រេងរុក្ខជាតិមែនទេយើងមិនបានតាំងចិត្តជ្រើសរើសវាដើម្បីធ្វើបាបសុខភាពនោះទេយើងជ្រើសរើសព្រោះវាថោកវាងាយស្រួលនិងដោយសារតែពាក្យផ្សព្វផ្សាយថាល្អសម្រាប់បេះដូងប៉ុន្តែភាពស៊ាំនឹងវានេះហើយគឺជាអ្វីដែលគ្រោះថ្នាក់បំផុតដូច្នេះប្រសិនបើប្រេងគ្រាប់ឧស្សាហកម្មបង្កផលវិបាកគួរឲ្យខ្លាចបែបនេះតើយើងត្រូវធ្វើដូចម្តេចដើម្បីចាក់ចេញពីអន្ទាក់នេះនិងការពារសុខភាពសម្រាប់ខ្លួនឯងក៏ដូចជាមនុស្សជាទីស្រឡាញ់ផ្នែកទី6សញ្ញាព្រមានសំខាន់នឹងតើនរណាជាអ្នកដែលត្រូវប្រុងប្រយ័ត្នបំផុតលោកតាលោកយាយនិងបងប្អូនជាទីគោរពការរលាកស្រសៃឈាមដោយសារប្រេងគ្រាប់វាមិនដូចជាដំបៅនៅខាងក្រៅស្បែកដែលយើងអាចមើលឃើញថាហើមក្រហមឬក្តៅក្រហាយនោះទេវាគឺជាសង្គ្រាមផ្ទៃក្នុងដ៏ស្ងៀមស្ងាត់ចូលទៅធ្វើដូចម្តេចដើម្បីដឹងថាសរសៃឈាមរបស់យើងកំពុងឆេះដោយសារការរលាកទី1សញ្ញាព្រមានដំបូងដែលនឹកស្មានមិនដល់សូមពិនិត្យមើលថាតើលោកតាលោកយាយនិងបងប្អូនកំពុងជួបប្រទះស្ថានភាពទាំងនេះដែរឬទេអស់កម្លាំងបន្ទាប់ពីញ៉ាំអាហារបំពងឬអាហារកែច្នៃប្រសិនបើក្រោយពីបាយនៅខាងក្រៅបងប្អូនមានអារម្មណ៍ថាខ្លួនប្រាណធូនលោហិតលោហាយស្មារតីស្រវាំងនោះអាចជាប្រតិកម្មរលាកភ្លាមនៅពេលដែលរាងកាយត្រូវដោះស្រាយជាមួយនឹងបរិមាណជាតិខ្លាញ់ដែលរងការអុកស៊ីតកម្មច្រើនពេកសម្ពាធឈាមឡើងចុះមិនទៀងទាត់ទោះបីជាលេបថ្នាំហើយក៏ដោយប៉ុន្តែសម្ពាធឈាមនៅតែពិបាកគ្រប់គ្រងនោះគឺដោយសារតែជញ្ជាំងស្រសៃឈាមរងការរលាកបាត់បង់ភាពយឺតតាមធម្មជាតិធ្វើឲ្យសម្ពាធឈាមកើនឡើងរបួសក្រសះស្បែកឬស្បែកងាយនឹងជាំខ្មាំងការរលាកក្នុងប្រព័ន្ធរាងកាយធ្វើឲ្យថយចុះសមត្ថភាពស្តារឡើងវិញនៃស្រសៃឈាមតូចក្រោមស្បែកឈឺសន្លាក់រ៉ាំរ៉ៃមនុស្សជាច្រើនស្មានថាដោយសារតែចាស់ប៉ុន្តែការពិតសមាមាត្រអូមេហ្គា 6 ខ្ពស់ពេកពីប្រេងឆាកំពុងចិញ្ចឹមប្រតិកម្មរលាកនៅតាមសន្លាក់រង្វង់ចង្កេះកើនឡើងលឿនខ្លាញ់ក្បាលពោះគឺជារោងចក្រផលិតសារធាតុបង្កការរលាកប្រសិនបើបងប្អូនមានចង្កេះធំលទ្ធភាពខ្ពស់គឺស្រសៃឈាមរបស់បងប្អូនក៏កំពុងរងការរលាកដែរទី2តើនរណាដែលត្រូវប្រុងប្រយ័ត្នបំផុតក្រុមដែលមានហានិភ័យខ្ពស់ប្រសិនបើលោកតាលោកយាយនិងបងប្អូនស្ថិតក្នុងក្រុមទាំង3ខាងក្រោមនេះសូមយកចិត្តទុកដាក់ជាពិសេសព្រោះក្របផ្ទុះជំងឺបេះដូងអាចនឹងផ្ទុះឡើងនៅពេលណាក៏បានក្រុមមេផ្ទះសន្សំសំចៃគ្រួសារដែលមានទម្លាប់ប្រើប្រេងឆាបំពងម្ដងហើយម្ដងទៀតប្រេងគ្រាប់ធញ្ញជាតិវាខ្សោយស្រាប់ទៅហើយ
ពេលដុតកម្ដៅម្ដងហើយម្ដងទៀតវានឹងបង្កើតជាតិពុល HNE សារធាតុបង្កមហារីកនិងបំផ្លាញកោសិកាសរសៃឈាមយ៉ាងខ្លាំងក្រុមចូលចិត្តញ៉ាំក្រៃនិងអាហារកញ្ចប់អ្នកដែលញ៉ាំបាយហាងអាហាររហ័សឬចូលចិត្តញ៉ាំនំកញ្ចប់មីកញ្ចប់ប្រើទឹកជ្រុលម៉ាយ៉ូណេសទាំងនេះគឺជាកន្លែងដែលប្រេងគ្រាប់ឧស្សាហកម្មគ្រប់គ្រង 100% ព្រោះវាថោកអ្នកដែលមានអាយុលើសពី50ឆ្នាំដែលមានជំងឺប្រចាំកាយស្រាប់បើសិនបើបងប្អូនមានជំងឺទឹកនោមផ្អែមឬខ្លាញ់ក្នុងឈាមខ្ពស់ស្រាប់នោះប្រេងគ្រាប់ឧស្សាហកម្មប្រៀបដូចជាចាក់សាំងលើភ្លើងជាតិស្ករក្នុងឈាមខ្ពស់បំផ្លាញសរសៃឈាមរួចប្រេងដែលអុកស៊ីតកម្ម LDL អុកស៊ីតកម្មចូលទៅបិទបាំងបង្កើតជាបន្ទះខ្លាញ់កកលឿនជាងមនុស្សធម្មតាជាច្រើនដងបន្ទាប់ពីបានដឹងពីគ្រោះថ្នាក់និងសញ្ញាព្រមានអស់ហើយសំណួរដ៏សំខាន់បំផុតគឺតើយើងត្រូវធ្វើដូចម្តេចដើម្បីស្រោចស្រង់ស្ថានភាពនេះឡើងវិញសូមមកជួបជាមួយដំណោះស្រាយដើម្បីស្ដារតុល្យភាពជាតិខ្លាញ់និងរុញច្រានការរលាកចេញពីរាងកាយផ្នែកទី7ដំណោះស្រាយដើម្បីស្ដារតុល្យភាពជាតិខ្លាញ់គន្លឹះដើម្បីរុញច្រានការរលាកយាងមកដល់ផ្នែកដែលសំខាន់បំផុតដើម្បីការពារបេះដូងបញ្ហាមិនមែនស្ថិតនៅត្រឹមតែការជៀសឆ្ងាយពីប្រេងគ្រាប់ឧស្សាហកម្មប៉ុណ្ណោះទេប៉ុន្តែគឺធ្វើដូចម្តេចដើម្បីស្ដារតុល្យភាពជាតិខ្លាញ់នៅក្នុងរាងកាយឡើងវិញចំណុចសំខាន់នៅទីនេះគឺស្ថិតនៅលើក្រុមជាតិខ្លាញ់ចាំបាច់ពីរ Omega 6 និង Omega 3ទាំងពីរនេះសុទ្ធតែចាំបាច់សម្រាប់ជីវិតប៉ុន្តែពួកវាត្រូវតែមានវត្តមានក្នុងសមាមាត្រតុល្យភាពជាក់លាស់ណាមួយសមាមាត្រដ៏ល្អបំផុតរវាង Omega 6 និង Omega 3គឺប្រហែល1:1ប៉ុន្តែនៅក្នុងរបបអាហារសម័យថ្មីសប្តាហ៍ជាពិសេសគឺការប្រើប្រាស់ប្រេងគ្រាប់ឧស្សាហកម្មច្រើនពេកសមាមាត្រនេះកំពុងត្រូវបានរុញឲ្យលំអៀងយ៉ាងធ្ងន់ធ្ងរកន្លែងខ្លះសមាមាត្រនេះឡើងដល់10:1ឬសូម្បីតែ20:1ដែលលំអៀងទៅខាង Omega 6លោកតាលោកយាយនិងបងអូនត្រូវដឹងថា Omega 6 និង Omega 3ប្រកួតប្រជែងគ្នាដោយផ្ទាល់ក្នុងកោសិកានៅពេលបរិមាណ Omega 6 ខ្ពស់ពេកវានឹងគ្របដណ្ដប់លើ Omega 3 ទាំងស្រុងធ្វើឲ្យរាងកាយធ្លាក់ក្នុងស្ថានភាពរលាករ៉ាំរ៉ៃស្ថានភាពរលាកនេះមិនត្រឹមតែកើតឡើងក្នុងសរសៃឈាមអាក់តែប៉ុណ្ណោះទេប៉ុន្តែវានៅបំផ្លាញទាំងខួរក្បាលភ្នែកសន្លាក់និងប្រព័ន្ធមេតាបូលីសទាំងមូលរបស់យើងទៀតផងផ្នែកទី8ការផ្លាស់ប្ដូរតូចការពារធំសម្រាប់សុខភាពគ្រួសារដំណោះស្រាយដំបូងនិងសំខាន់បំផុតសូមបោះបង់ប្រេងគ្រាប់ឧស្សាហកម្មចេញពីផ្ទះបាយរបស់គ្រួសារបងប្អូនចាប់ពីថ្ងៃនេះតទៅរឿងនេះទាមទារឲ្យបងប្អូនហាត់ទម្លាប់អានស្លាកសញ្ញាអាហារប្រសិនបើឃើញគ្រឿងផ្សំដូចជាប្រេងសណ្តែកសៀងប្រេងពោតប្រេងគ្រាប់ផ្កាឈូករ៉តសូមយល់ថាទាំងនោះសុទ្ធតែជាប្រភេទប្រេងចម្រាញ់ដែលមិនមានស្ថិរភាពផ្ទុយទៅវិញសូមត្រឡប់មកប្រើប្រាស់ប្រភេទជាតិខ្លាញ់ដែលមានស្ថិរភាពដែលមនុស្សផ្សំរាប់ពាន់ឆ្នាំមកហើយក្នុងវប្បធម៌ខ្មែរយើងខ្លាញ់ជ្រូកស្អាតធ្លាប់ជាប្រភពជាតិខ្លាញ់ចម្បងហើយវាមិនមែនជារឿងចៃដន្យទេដែលចំនួនលោកតាលោកយាយយើងកាលពីមុនកម្រនឹងកើតជំងឺបេះដូងណាក្រៅពីនោះប្រេងដូចជាប្រេងផ្លែបឺប្រេងដូងឬប្រេងអូលីវ oil ក៏ជាជម្រើសដ៏ល្អព្រោះវាមានអុកស៊ីតកម្មតិចតួចបំផុតនៅពេលចម្អិនទោះជាយ៉ាងណាក៏ដោយសូមចងចាំថាត្រូវជ្រើសរើសប្រភពទិញដែលគួរឲ្យទុកចិត្តជាក់ស្ដែងនៅពេលញ៉ាំបាយហាងយើងពិតជាពិបាកជៀសផុតពីប្រេងឧស្សាហកម្មណាដូច្នេះដំណោះស្រាយគឺត្រូវញ៉ាំអាហារដែលសាមញ្ញជាងមុនកាត់បន្ថយអាហារបំពងនៅខាងក្រៅនិងផ្ដោតលើគុណភាពអាហារនៅផ្ទះទន្ទឹមនឹងនោះការបង្កើន Omega 3 គឺសំខាន់ខ្លាំងណាស់សូមបន្ថែមត្រីសមុទ្រត្រីតូចៗដែលញ៉ាំទាំងឆ្អឹងពងមាន់ស្រែឬសាច់គោដែលស៊ីស្មៅទាំងនេះគឺជាអាហារដែលជួយកាត់បន្ថយការរលាកការពារសរសៃឈាមនិងផ្ដល់តុល្យភាពដល់ភ្នាសកោសិកាអ្វីដែលគួរឲ្យគិតនោះគឺកាលពីអតីតកាលយើងបានប្រញាប់ប្រញាល់ជំនួសជាតិខ្លាញ់ឆ្អែតដែលមានស្ថិរភាពដោយប្រេងគ្រាប់ឧស្សាហកម្មគ្រាន់តែដោយសារជំនឿថាការបន្ថយខូលេស្តេរ៉ុលល្អសម្រាប់បេះដូងប៉ុន្តែនោះគឺជាការសន្មតដែលមិនទាន់គ្រប់គ្រាន់នៅពេលដែលយើងមិនទាន់យល់ច្បាស់ពីទូនាទីបំផ្លិចបំផ្លាញនៃស្ថានភាពរលាកនិងអុកស៊ីតកម្មសប្តាហ៍នេះប្រេងគ្រាប់ឧស្សាហកម្មបានជ្រាបចូលគ្រប់ច្រកល្ហុងតាំងពីម្សៅដុតដាស់គោសម្រាប់កុមាររហូតដល់អាហារសម្រានប្រចាំថ្ងៃពួកវាមានវត្តមានមិនមែនដោយសារល្អសម្រាប់សុខភាពទេ
ប៉ុន្តែដោយសារពួកវាថោកពេកងាយស្រួលរក្សាទុកនិងនាំមកនូវប្រាក់ចំណេញមហាសាលជំងឺបេះដូងមិនមែនលេចឡើងក្រោយពេលញ៉ាំអាហារតែមួយពីរពេលនោះទេវាគឺជាលទ្ធផលនៃការជ្រើសរើសតូចៗដែលកើតឡើងម្ដងហើយម្ដងទៀតរាល់ថ្ងៃនៅពេលបងប្អូនផ្លាស់ប្ដូរប្រភពជាតិខ្លាញ់បងប្អូនមិនត្រឹមតែការពារបេះដូងប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានបង្កើតបរិយាកាសដែលមានការរលាកតិចតួចដើម្បីការពាររាងកាយទាំងមូលផងដែរលោកតាលោកយាយនិងបងប្អូនជាទីគោរពជំងឺបេះដូងមិនមែនជាលទ្ធផលនៃអាហារខុសមួយពេលនោះទេវាគឺជាលទ្ធផលនៃការជ្រើសរើសតូចៗដែលកើតឡើងម្ដងហើយម្ដងទៀតជាច្រើនឆ្នាំដែលយើងមិនបានចាប់អារម្មណ៍ហើយអ្វីដែលគួរឲ្យគិតនោះគឺក្នុងរយៈពេលច្រើនឆ្នាំកន្លងមកនេះយើងបានចំនួនជាតិខ្លាញ់ដែលមានស្ថិរភាពដែលមនុស្សជាធ្លាប់ស្វាមរាប់ពាន់ឆ្នាំមកហើយដោយប្រភេទប្រេងដែលចម្រាញ់យ៉ាងខ្លាំងគ្រាន់តែដោយសារជំនឿមួយថាការបន្ថយកូលេស្តេរ៉ុលគឺគ្រប់គ្រាន់ដើម្បីការពារបេះដូងប៉ុន្តែសប្តាហ៍ថ្ងៃនេះវិទ្យាសាស្ត្របានបង្ហាញឲ្យឃើញកាន់តែច្បាស់នៅរឿងមួយថាកូលេស្តេរ៉ុលមិនមែនជាឫសគល់តែមួយគត់នោះទេការរលាករ៉ាំរ៉ៃនិងអុកស៊ីតកម្មអ៊ូសបន្លាយទើបជាកត្តាស្ងៀមស្ងាត់ដែលបំផ្លាញសរសៃឈាមតាមពេលវេលាប្រេងគ្រាប់ឧស្សាហកម្មវាមិនបង្កគ្រោះថ្នាក់ភ្លាមៗទេវាគ្រោះថ្នាក់នៅត្រង់ថាយើងប្រើវាជារៀងរាល់ថ្ងៃក្នុងភាពស្ងៀមស្ងាត់តាំងពីពេលបាយក្នុងគ្រួសារហាងបាយខាងក្រៅរហូតដល់អាហារកញ្ចប់ហើយដំណឹងល្អគឺជាអ្វីលោកតាលោកយាយនិងបងប្អូនមិនចាំបាច់តមអាហារខ្លាំងពេកនោះទេមិនចាំបាច់ត្រូវការអាហារថ្លៃៗឡើយមិនចាំបាច់ភ័យខ្លាចរាល់ពេលញ៉ាំអាហារនោះទេគ្រាន់តែសម្គាល់ឲ្យត្រូវប្រភេទជាតិខ្លាញ់កាត់បន្ថយប្រេងគ្រាប់ចម្រាញ់ត្រឡប់មកប្រើប្រាស់ប្រភពជាតិខ្លាញ់ដែលមានស្ថិរភាពជាងមុននិងទៅដល់តុល្យភាពរវាងអូមេហ្គា 6 និងអូមេហ្គា 3 ក្នុងរបបអាហារប្រចាំថ្ងៃគឺលោកតាលោកយាយនិងបងប្អូនបានបង្កើតឲ្យបេះដូងខ្លួនឯងនៅបរិយាកាសដែលមានការរលាកតិចជាងមុននិងមានសុវត្ថិភាពជាងមុនដើម្បីស្ដារឡើងវិញសុខភាពមិនមែនសម្រាប់បារម្ភនោះទេប៉ុន្តែគឺសម្រាប់ម្ចាស់ការការពារហើយវាមិនដែលយឺតពេលនោះទេក្នុងការចាប់ផ្ដើមទោះបីជាបងប្អូនស្ថិតក្នុង60ឬ70ឆ្នាំក៏ដោយសូមអរគុណលោកតាលោកយាយនិងបងប្អូនដែលបានចំណាយពេលស្ដាប់រហូតដល់ចប់វីដេអូថ្ងៃនេះសូមជូនពរឲ្យលោកតាលោកយាយនិងបងប្អូនតែងតែមានបេះដូងមាំមួនរាងកាយគ្មានការរលាកនិងជីវិតដែលមានភាពកក់ក្ដៅជារៀងរាល់ថ្ងៃសូមជម្រាបលាជួបគ្នានៅវីដេអូបន្ទាប់សូមអរគុណ